នៅឆ្នាំ1235ក្នុងប្រទេសអូទ្រីសស្ត្រី3នាក់ត្រូវបានចោទប្រកាន់ពីបទធ្វើមន្តអាគមមេធ្មប់នៅពេលបូជាចាសូមឲ្យពួកគេសារភាពបាបស្ត្រីទី1សារភាពថានាងបានចុះកិច្ចសន្យាជាមួយ Lucifer ហើយអង្វរសុំក្តីមេត្តាស្ត្រីទី2និយាយថានាងបានលាថ្នាំលាបប៉ុន្តែវាជាថ្នាំធម្មតាមិនមែនជាមន្តអាគមទេស្ត្រីទី1ប្រាប់បូជាចាថាគាត់នឹងត្រូវឆេះនៅក្នុងនរកស្ត្រីទាំងពីរនាក់នេះត្រូវបានគេព្យួរកភ្លាមៗនៅលើស្ពានស្ត្រីទី1មានការភ័ន្តច្រឡំព្រោះនាងបានសារភាពដើម្បីសង្គ្រោះជីវិតប៉ុន្តែបូជាចាបញ្ជាក់ថាវាគ្រាន់តែសម្រាប់សង្គ្រោះព្រលឹងរបស់នាងប៉ុណ្ណោះបន្ទាប់ពីពួកគេទាំង3នាក់បានស្លាប់សាកសពរបស់ពួកគេត្រូវបានគេទម្លាក់ទៅក្នុងទឹកដើម្បីពន្លិចចោលនៅពេលបូជាចាសូមឲ្យទាហានទាញពួកគេឡើងមកវិញដើម្បីគាត់អាចធ្វើពិធីសាសនាដ៏ពិសិដ្ឋពីសៀវភៅរបស់សាឡូមោនដែលនឹងធានាថាស្ត្រីទាំងនោះនឹងមិនរស់ឡើងវិញទេពួកទាហានគិតថាប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយក៏នាំគ្នាចាក់ចេញទៅនៅកណ្ដាលអាធ្រាត្របូជាចាបានទាញសាកសពឡើងមកដោយខ្លួនឯងហើយចាប់ផ្ដើមសូត្រពិធីសាសនាសាកសពទី1ត្រូវបានធ្វើរួចរាល់ដោយគ្មានបញ្ហាអ្វីឡើយសាកសពទី2បានក្អួតដាក់មុខរបស់គាត់ហើយរាងកាយរបស់នាងចាប់ផ្ដើមនៅពេលបូជាចាព្យាយាមទាញសាកសពទី3មកខ្សែពួរបានទាញត្រឡប់ទៅវិញហើយធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងទឹកគាត់ប្រញាប់ហែលចូលទៅច្រាំងភ្លាមៗប៉ុន្តែមានដៃមួយចេះតែទាញគាត់ទៅវិញបន្ទាប់ពីតស៊ូមួយសន្ទុះបូជាចាក៏អាចឡើងចេញពីទន្លេហើយត្រឡប់ទៅស្ពានវិញដើម្បីយកសៀវភៅភ្លាមៗនោះសាកសពទី3បានហោះចេញពីទឹកហើយដុតសៀវភៅនោះចោលបន្ទាប់មកនាងក៏បានព្យួរកបូជាចានៅលើស្ពាននោះនៅឆ្នាំ1332ក្នុងប្រទេសទូគីកងទ័ពដ៏ខ្លាំងក្លាពីរបានជួបគ្នានៅតំបន់វាលខ្សាច់ក្នុងអំឡុងពេលសង្គ្រាមបូជនីយកិច្ចទាហានអាសេរិត Bayman និង Felsen សម្រាប់ចិត្តថាអ្នកណាដែលសម្លាប់មនុស្សបានច្រើនជាងនឹងបានផឹកស្រាដោយឥតគិតថ្លៃការប្រយុទ្ធគឺសាហាវឃោឃៅខ្លាំងណាស់ហើយកងទ័ពទាំងសងខាងបានបាត់បង់មនុស្សជាច្រើនក្នុងមួយវិនាទីប៉ុន្តែ Bayman និង Felsen នៅតែបន្តនិយាយលេងសើចឌឺដងដាក់គ្នាក្នុងពេលប្រយុទ្ធយប់នោះអ្នកទាំងពីរបានអបអរជ័យជំនះរបស់ពួកគេនៅឯហាងស្រាមួយដែលមានស្ត្រីនិងស្រាជាច្រើននៅឆ្នាំ1334 Bayman និង Felsen បានចូលរួមក្នុងការប្រយុទ្ធដ៏សាហាវមួយទៀតនៅក្នុងប្រទេសលីប៊ីមនុស្សរាប់ពាន់នាក់បាននៅឆ្នាំ1337ការប្រយុទ្ធមួយទៀតបានផ្ទុះឡើងនៅប្រទេសទូគីក្នុងពេលយប់សង្គ្រាមដ៏វិសុទ្ធនេះនៅតែបន្តនៅឆ្នាំ1339ហើយព្រិលដែលធ្លាក់បានធ្វើឲ្យពិបាកក្នុងការមើលឃើញបូជាចាម្នាក់នៅតែបន្តលើកទឹកចិត្តពួកគេឲ្យសម្លាប់ខណៈដែល Felsen ចាប់ផ្ដើមកត់សម្គាល់ថាព្រះជាម្ចាស់មានសត្រូវច្រើនពេកហើយនៅឆ្នាំ1344ក្នុងប្រទេសក្រិកម៉ាស៊ីនគប់ដុំថ្មបានដុតទីក្រុងមួយឲ្យឆេះមុនពេលកងទ័ពវាយទម្លុះទ្វារចូលដោយសារតែអ្នករាល់គ្នានៅទីនេះត្រូវបានចាត់ទុកថាជាជនពាលជនស៊ីវិលត្រូវបានគេសម្លាប់ទន្ទឹមនឹងទាហានBaymanឈរថ្មឹងនៅពេលគាត់ដឹងថាគាត់បានសម្លាប់ស្ត្រីស្លូតត្រង់ម្នាក់ហើយសម្លឹងមើលជុំវិញដោយក្តីរន្ធត់ព្រមទាំងកត់សម្គាល់ឃើញគ្រួសារទាំងអស់ដេកស្លាប់នៅលើដី Felsen ក៏កត់សម្គាល់ឃើញការសម្លាប់រង្គាលនេះដែរហើយអ្នកទាំងពីរបានសម្លឹងមើលមុខគ្នាខណៈដែលពួកគេឈានដល់ការសន្និដ្ឋានដូចគ្នាបន្ទាប់ពីការប្រយុទ្ធចប់សពគ្រប់ Bayman បានឆ្លោះប្រកែកជាមួយបូជាចាព្រោះគាត់មិនជឿថាព្រះជាម្ចាស់ចង់ឲ្យពួកគេសម្លាប់ស្ត្រីនិងកុមារនោះទេនៅពេលដែលបូជាចារៀបនឹងប្រើហិង្សា Bayman និង Felsen ក៏ប្រកាសថាពួកគេឈប់ធ្វើជាទាហានហើយមួយខែក្រោយមកអ្នកទាំងពីរបានមកដល់ប្រទេសអូទ្រីសប៉ុន្តែបន្ទាប់ពីដើរអស់ជាច្រើនម៉ោងពួកគេមិនឃើញមានមនុស្សសូម្បីតែម្នាក់នៅជុំវិញពេលពួកគេដើរចូលទៅក្នុងផ្ទះកសិដ្ឋានមួយពួកគេបានទាញភួយនៅលើគ្រែហើយរកឃើញគ្រួសារមួយត្រូវបានស្លាប់ដោយសារជំងឺមិនស្គាល់មុខស្រាប់តែសាកសពមួយកម្រើកប៉ុន្តែវាក៏ដួលស្លាប់ទៅវិញយ៉ាងលឿន Bayman និង Felsen សម្រាប់ចិត្តដុតផ្ទះនោះចោលមុនពេលចាក់ចេញទីបំផុតពួកគេបានរកឃើញទីក្រុងមួយដែលពួកគេឃើញសាកសពគោលើគ្នាអ្នកជំងឺនៅគ្រប់ច្រកល្ហកនិងអ្នកមានសុខភាពល្អពី3នាក់អង្វរសូមឲ្យគេនាំយកពួកគេចេញពីទីនោះអ្នកយាមម្នាក់ឈ្មោះយូហានប្រាប់ពួកគេថាជំងឺរាតត្បាតបានឆ្លងរាលដាលពីពេញទឹកដីនេះអស់រយៈពេល3ឆ្នាំកន្លះមកហើយគេនៅមិនទាន់រកឃើញថ្នាំព្យាបាលគាត់ត្រូវតែកប់សពកូននិងប្រពន្ធរបស់គាត់ដោយផ្ទាល់ដៃបន្ទាប់មក Bayman និង Felsen បានទិញសេះថ្មីនៅពេលក្មេងប្រុសមើលថែសេះលើកអីវ៉ាន់របស់ពួកគេគាត់បានធ្វើឲ្យជ្រុះដាវរបស់ពួកគេដោយចៃដន្យដែលធ្វើឲ្យនិមិត្តសញ្ញានៅលើដងដាវលេចចេញមកហើយឥឡូវនេះអ្នកស្រុកដឹងថាពួកគេគឺជាទាហានរត់ចោលជួរឆ្មាំជាច្រើនប្រញាប់ប្រញាល់ឡោមព័ទ្ធពួកគេហើយការប្រយុទ្ធក៏ចាប់ផ្ដើមឡើង Bayman និង Felsen ព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីការពារខ្លួនហើយអាចវាយព្រោះបុរសពី3នាក់ប៉ុន្តែឆ្មាំមានចំនួនច្រើនពេកហើយទីបំផុតបន្ទាប់មកបូជាចា Belzac ពិនិត្យមើលដាវនោះដើម្បីបញ្ជាក់ថាបុរសទាំងនេះគឺជាទាហានអាសេរិតដ៏វិសុទ្ធហើយនាំពួកគេទៅជួប Cardinal ដែលកំពុងដេកឈឺនៅលើគ្រែនិងមានគ្រូពេទ្យនៅជុំវិញ Cardinal បានលើកអំពីវីរភាពរបស់ Bayman និង Felsen ដូច្នេះគាត់ក៏ផ្ដល់បេសកកម្មដល់ពួកគេគឺត្រូវនាំមេធ្មប់ដែលជាអ្នកចាប់ផ្ដើមជំងឺរាតត្បាតនេះទៅកាន់វត្ត Severick ដែលនៅទីនោះព្រះសង្ឃអាចធ្វើពិធីដើម្បីបំផ្លាញថាមពលរបស់នាងនិងបញ្ចប់ជំងឺរាតត្បាតនេះទោះជាយ៉ាងណាក៏ដោយ Bayman និង Felsen និយាយថាពួកគេមិនបម្រើសាសនានៅក្នុងគុកពួកគេបានជួបអាណាដែលមើលទៅដូចជាក្មេងស្រីធម្មតាម្នាក់ Bayman មិនជឿថានាងជាមេធ្មប់ទេហើយសន្និដ្ឋានថាសាសនាចាក់បានបង្ខំនាងឲ្យសារភាពពេលពួកគេដេកលក់ពួកគេយល់សពអាក្រក់អំពីមនុស្សស្លូតត្រង់ដែលពួកគេបានសម្លាប់ហើយ Bayman ភ្ញាក់ឡើងបន្ទាប់ពីឃើញស្ត្រីដែលគាត់បានសម្លាប់នោះបន្ទាប់មកគាត់ឮសំឡេងអាណាយំហើយគាត់សម្គាល់ឃើញខ្នងរបស់នាងពោពេញទៅដោយស្នាមជាំបន្តិចក្រោយមកក្រុមទាហានប្រាប់ Belzac ថាពួកគេនឹងទទួលយកបេសកកម្មនេះប្រសិនបើសាសនាចាក់យល់ព្រមផ្ដល់នៅក្នុងការិយាល័យ Belzac បញ្យល់ថាវានឹងត្រូវចំណាយពេល6ថ្ងៃដើម្បីទៅដល់វត្តនោះទោះយ៉ាងណាក៏ដោយយូហាននិងវីរៈបុរសទាំងពីរបានចង្អុលបង្ហាញថាផ្លូវដែល Belzac ជ្រើសរើសគឺគ្រោះថ្នាក់ខ្លាំងណាស់ហើយពួកគេត្រូវការនរណាម្នាក់ដែលស្គាល់ភូមិសាស្ត្រតំបន់នោះច្បាស់ Belzac នាំពួកគេទៅជួប Hogama ដែលជាជនបោកប្រាស់ម្នាក់កំពុងរងចាំការប្រហារជីវិតដោយសារតែ Hogama ស្គាល់ទឹកដីនេះច្បាស់ពួកគេយល់ព្រមជួយសុំការលើកលែងទោសឲ្យគាត់ប្រសិនបើគាត់នាំក្រុមទៅដល់វត្តនោះប៉ុន្តែប្រសិនបើគាត់ព្យាយាមរត់គេចគាត់នឹងត្រូវគេសម្លាប់នៅក្នុងគុកអាណាកំពុងដេកលក់ព្រោះនាងត្រូវបានគេដាក់ថ្នាំងុយដេកលាយក្នុងអាហារនៅពេលដែល Belzac ព្យាយាមដោះច្រវាក់នាងអាណាក៏ភ្ញាក់ឡើងភ្លាមៗហើយស្ទុះតែសង្កត់ដើម្បីព្យាយាមច្រវាក់ក៏គាត់បន្ទាប់មក Bayman ទាញច្រវាក់ដើម្បីបញ្ឈប់នាងប៉ុន្តែអាណាបែរជាលោតទៅលើគាត់វិញដូច្នេះ Bayman និង Felsen ក៏ប្រញាប់ចាប់នាងនិងវាយនាងឲ្យសន្លប់អាណាត្រូវបានគេដាក់ក្នុងទ្រុងហើយអ្នកស្រុកនៅតែបន្តជេរប្រមាថនាងខណៈដែលក្រុមនេះបានចេញដំណើរក្នុងពេលជាមួយគ្នានោះ Cardinal ក៏បានស្លាប់ដោយសារជំងឺរាតត្បាតក្នុងអំឡុងពេលធ្វើដំណើរយូហានឆ្ងល់ថាតើអាណាត្រូវបានគេចាប់ខ្លួនដោយរបៀបណា Belzac បញ្យល់ថានាងត្រូវបានគេប្រទះឃើញដើរនៅក្រៅទីក្រុង
ដោយរអ៊ូតំរឿងប្លែកៗដែលគ្មាននរណាម្នាក់អាចយកពីស្របដាក្រោយមកជំងឺរាតត្បាតបានគ្រប់គ្រងទីក្រុងហើយពួកគេបានលើថារឿងដដែលនេះបានកើតឡើងនៅគ្រប់ទីកន្លែងដែលនាងបានទៅយូហានចង្អុលបង្ហាញថាគ្មាននរណាម្នាក់បានឃើញមេធ្មប់នៅក្នុងភូមិរបស់គាត់ទេប៉ុន្តែជំងឺរាតត្បាតនៅតែមកដល់ចំណែក Felsen ប្រាប់បាម៉ាន់ថាអាណាមានកម្លាំងខ្លាំងណាស់ដូច្នេះច្បាស់ណាស់ថាមានរឿងអ្វីមួយមិនប្រក្រតីចំពោះនាងនៅពេលនោះពួកគេក៏សម្គាល់ឃើញនរណាម្នាក់គួរឲ្យសង្ស័យកំពុងដើរតាមពួកគេដូច្នេះពួកគេសម្រេចចិត្តរៀបចំអន្ទាក់ទ្រង់ត្រូវបានទុក Devilsack ចំណាំបរោះនោះបានថាជាខេដែលជាក្មេងប្រុសបម្រើព្រះវិហារម្នាក់ដែលធ្វើការឲ្យ Cardinal Felsen សើចចំអកចំពោះគំនិតដែលថាក្មេងបម្រើព្រះវិហារអាចមានប្រយោជន៍ក្នុងការប្រយុទ្ធហើយឆ្លោះប្រកែកជាមួយគាត់ដោយសារតែ Felsen ដៀលគាត់ K ក៏ដៀលតបទៅវិញដូច្នេះ Felsen សម្រេចចិត្តសាកល្បងគាត់ដោយការប្រយុទ្ធគ្នាបន្តិចបន្តួចការប្រយុទ្ធគ្នាដោយដើរក៏ចាប់ផ្ដើមហើយ K បង្ហាញថាគាត់បានហ្វឹកហាត់ជាច្រើនដោយការទប់ឬគេចពីការវាយប្រហារទាំងអស់របស់ Felsenទោះជាយ៉ាងណាក៏គាត់នៅតែជាអ្នកថ្មីថ្មោងដូច្នេះ Felsen ក៏យកឈ្នះគាត់នៅទីបញ្ចប់ប៉ុន្តែបាម៉ានប្រកាសថាគាត់ពូកែគ្រប់គ្រាន់ក្នុងការចូលរួមជាមួយពួកគេបានយប់នោះក្រុមនេះបានឈប់សម្រាកបាម៉ានយកអាហារទៅឲ្យអាណាហើយនាងហៅគាត់ថាជាមនុស្សចិត្តល្អមិនដូច Devilsack ដែលជាអ្នកធ្វើឲ្យនាងមានរបួសនោះទេបន្ទាប់មកអាណារៀបរាប់ពីរឿងរ៉ាវរបស់ក្មេងស្រីម្នាក់នៅក្នុងភូមិរបស់នាងដែលត្រូវបានគេចោទប្រកាន់ថាជាមេធ្មប់នាងត្រូវបានគេបោះចូលទៅក្នុងបឹងជាមួយនឹងដុំថ្មនៅក្នុងហៅប៉ៅប៉ុន្តែនាងនៅរស់រានមានជីវិតនេះត្រូវបានគេចាត់ទុកថាជាភស្តុតាងដែលបងមិនសន្យាថារឿងនេះនឹងមិនកើតឡើងចំពោះនាងឡើយពេលបងមិនត្រឡប់មកកន្លែងបោះជំរំវិញ Devilsack ព្រមានគាត់ថាក្មេងស្រីនេះអាចបោកប្រាស់និងធ្វើឲ្យមនុស្សបែកបាក់គ្នាបានគាត់ចង់បាននរណាម្នាក់យាមរទេះដូច្នេះ Johan ក៏ស្ម័គ្រចិត្តប៉ុន្មានម៉ោងក្រោយមក Devilsack មកផ្លាស់វេនគាត់ហើយ Johan និយាយអំពីកូនស្រីដែលបានស្លាប់របស់គាត់ដោយនិយាយថាអាណាធ្វើឲ្យគាត់នឹកដល់នាង Johan ក៏គិតផងដែរថាវត្តនោះនឹងមិនផ្ដល់ការកាត់ក្តីដោយយុត្តិធម៌ដល់អាណាទេព្រោះប្រជាពលរដ្ឋនឹងមិនសប្បាយចិត្តឡើយប្រសិនបើនាងត្រូវបានរកឃើញថាគ្មានកំហុសនៅពេល Johan ព្យាយាមបោះបង់បេសកកម្មនេះអាណាអង្វរគាត់កុំឲ្យទុកនាងនៅម្នាក់ឯងជាមួយ Devilsack ឲ្យសោះ Johan ដើរចូលទៅជិតដើម្បីឆ្លើយហើយអាណាក៏ចាប់ទាញអាវរបស់គាត់ផ្ទុកនឹងទ្រុង Devilsack ប្រញាប់ចូលមកជួយគាត់ដូច្នេះអាណាក៏ដណ្ដើមយកកូនសោនិងឈើឆ្កាងរបស់គាត់ដែលនាងយកមកចាក់ដៃរបស់គាត់អ្នកផ្សេងទៀតបានភ្ញាក់ឡើងដោយសារសំឡេងស្រែករបស់ Devilsack ហើយរត់ទៅឯទ្រុងប៉ុន្តែអាណាបានបាត់ទៅហើយបន្ទាប់មកក្រុមនេះក៏ដើរតាមស្រមោលមួយចូលទៅក្នុងព្រៃពួកគេបានបែកគ្នាដើម្បីបន្តការស្វែងរកហើយក៏សម្គាល់ឃើញថាគ្មានមនុស្សសូម្បីតែម្នាក់នៅជុំវិញនោះទេទីបំផុតប្រមាណឃើញបរិសុទ្ធពីរនាក់ចេញពីអគារមួយដោយសែងសាកសពអ្នកជំងឺខេរកឃើញអាណានៅទីលានកណ្ដាលភូមិហើយផ្ដល់ដំណឹងដល់អ្នកផ្សេងទៀតដូច្នេះពួកគេក៏ធ្វើចលនាយ៉ាងលឿនដើម្បីឡោមព័ទ្ធនិងចាប់ខ្លួននាងប៉ុន្តែនៅពេលមើលឲ្យជិតវាបង្ហាញថានេះមិនមែនជាអាណាទេវាគឺជាក្មេងស្រីដែលឆ្លងជំងឺម្នាក់ផ្សេងទៀតបន្ទាប់មកពួកគេឃើញអាណារត់ចេញពីទីក្រុងហើយដេញតាមនាងចូលទៅក្នុងព្រៃវិញជាកន្លែងដែលពួកគេត្រូវបែកគ្នាម្ដងទៀត Johan និង Kay បានរកឃើញរណ្ដៅសពរួមមួយដែលពោពេញទៅដោយសាកសពដែលជាការបញ្ជាក់ថាអ្នកភូមិភាគច្រើនត្រូវបានស្លាប់ដោយសារជំងឺរាតត្បាត Felsen និង Baman រកឃើញសត្វឆ្កែមួយក្បាលកំពុងស៊ីសាកសពដូច្នេះពួកគេក៏ដេញវាចេញដោយប្រើភ្លើងគប់របស់ពួកគេស្រាប់តែ Johan ឮសំឡេងកូនស្រីរបស់គាត់ហៅគាត់ដើរតាមសំឡេងនោះនៅក្នុងភាពងងឹតហើយមិនយូរប៉ុន្មានគាត់ក៏ចាប់ផ្ដើមស្រមើស្រមៃឃើញនាងផងដែរពេលគាត់ជិតតាមទាន់នាងការពិតវាបង្ហាញថាការបំភាន់ភ្នែកនោះគឺជា Kay ដែលស្រាប់តែងាកមកក្រោយដោយដកដាវចេញមកទីបំផុត Johan ត្រូវគេចាក់និងស្លាប់ដោយគិតថាកូនស្រីរបស់គាត់កំពុងនៅជាមួយគាត់ Kay ស្រែកហៅអ្នកផ្សេងទៀតដោយក្តីអស់សង្ឃឹមនិងប្រាប់ពួកគេពីខណៈពេលដែល Baman ពិនិត្យមើលសាកសព Felsen ឮសំឡេងអ្វីមួយហើយរកឃើញអាណាដែលចាប់បោកគាត់ទៅលើដីយ៉ាងខ្លាំងហើយលោកសង្កត់ពីលើខ្នងរបស់គាត់ដើម្បីព្យាយាមសម្លាប់គាត់Bamanប្រញាប់ទាញនាងចេញភ្លាមៗហើយបោកនាងផ្ទុកនឹងផ្ទាំងថ្មប៉ុន្តែអាណានៅតែមិនអីសោះនាងលែងក្រហមទៀតហើយផ្ទុយទៅវិញនាងបែរជាអង្វរសុំក្តីមេត្តាទាំងទឹកភ្នែកដោយបញ្យល់ថានាងរត់ចេញព្រោះនាងមិនចង់ឲ្យ Devilsack ធ្វើបាបនាងទៀតទេនៅពេលព្រឹកក្រុមនេះបានបញ្ចុះសព Johan Devilsack ទទូចថាអាណាគឺជាអ្នកបញ្ជា Johan ហើយនាងគឺគាត់ក៏ជឿផងដែរថានាងអាចមើលឃើញពីភាពទន់ខ្សោយនៅក្នុងបេះដូងរបស់ពួកគេហើយប្រើវាដើម្បីប្រឆាំងនឹងពួកគេនៅពេលការធ្វើដំណើរបន្តអាណាបានជជែកជាមួយ Baman ដោយអរគុណគាត់ចំពោះសេចក្តីសប្បុរសរបស់គាត់នាងអះអាងថា Devilsack កំពុងតែភូតកុហកហើយនាងមិនមានគំនុំអ្វីជាមួយ Johan ឡើយពេលនាងក៏សម្គាល់ឃើញអារម្មណ៍មិនល្អរបស់ Baman នាងបានហុចដៃរបស់នាងដើម្បីលួងលោមគាត់ប៉ុន្តែគាត់បដិសេធមិនព្រមចូលទៅជិតនោះទេក្នុងពេលជាមួយគ្នានេះ Kay ត្រូវប្រឈមមុខនឹងកំហុសរបស់ខ្លួនព្រោះគាត់មានអារម្មណ៍ថាគាត់ជាអ្នកសម្លាប់ Johan ស្ពាននោះមើលទៅរៀងទ្រុឌទ្រោមបន្តិចហើយ Hagamash បត់ថាវាមានសភាពល្អជាងនេះកាលពីលើកមុនដែលគាត់បានឃើញវាទោះយ៉ាងណាក៏ដោយ Baman ចាប់ផ្ដើមឆ្លងកាត់ស្ពាននោះដោយដឹកនាំសេះរបស់គាត់ជិះប្រហោងនានាយ៉ាងប្រុងប្រយ័ត្នទីបំផុតពួកគេបានទៅដល់ត្រើយម្ខាងទៀតប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍ថាខ្សែពួរកំពុងតែដាច់បន្តិចម្ដងនោះទេបន្ទាប់មក Kay និង Baman ចាប់ផ្ដើមទាញទ្រង់ឆ្លងកាត់ស្ពានខណៈដែលអ្នកផ្សេងទៀតទាញខ្សែពួរទៅទិសផ្ទុយគ្នាដើម្បីទប់ទម្ងន់មិនយូរប៉ុន្មានដៃរបស់ Devilsack ចាប់ផ្ដើមហូរឈាមហើយការឈឺចាប់ធ្វើឲ្យគាត់របូតដៃចេញបរិសុទ្ធទាំងនោះបាត់បង់ការគ្រប់គ្រងលើខ្សែពួរហើយទ្រង់ក៏ចាប់ផ្ដើមរអិលនៅលើស្ពានដូច្នេះ Kay និង Baman ត្រូវធ្វើចលនាឲ្យលឿនជាងមុនពួកគេទាំងពីរក៏រអិលជើងធ្លាក់ពីលើស្ពានប៉ុន្តែអាណាបានចាប់ Kay ទាន់ពេលវេលាដោយទាញគាត់ឡើងជាមួយនឹងកម្លាំងដ៏គួរឲ្យភ្ញាក់ផ្អើល Baman ជួយសង្គ្រោះខ្លួនឯងដោយតោងកែមស្ពានហើយតោងឡើងមកវិញបន្ទាប់មកពួកគេយកសេះទៅដាក់នៅខាងមុខហើយឲ្យពួកវាទាញទ្រង់ខណៈដែលបរិសុទ្ធរុញពីក្រោយឈើបានបាក់ដោយសារទម្ងន់ធ្ងន់ហើយកង់រទេះស្ទើរតែជាប់នៅក្នុងប្រហោងប៉ុន្តែបរិសុទ្ធទាំងនោះនៅតែបន្តរុញគ្រប់គ្នាក៏សម្គាល់ឃើញថាខ្សែពួរជិតដាច់ហើយអាណាទទូចថានាងគួរតែត្រូវបានដោះលែងដើម្បីឲ្យទ្រង់ស្រាលជាងមុនប៉ុន្តែត្រូវបានគេមិនខ្វល់ពីនាងសំណាងល្អក្រុមនេះបានសហការគ្នាដើម្បីទៅដល់ត្រើយម្ខាងទៀតមុនពេលខ្សែពួរដាច់ហើយស្ពានក៏បាក់ស្រុតចុះខណៈដែល Kay អរគុណអាណា Baman បានលាងសម្អាតរបួសដៃរបស់ Devilsack ជាមួយនឹងអាល់កុលបន្ទាប់មកការធ្វើដំណើរក៏បន្តហើយក្រុមនេះមានការរំខានដោយសារអាប់ដែលធ្វើឲ្យពិបាកក្នុងការមើលផ្លូវខាងមុខយ៉ាងខ្លាំង Hogama ស្បត់ថាគាត់ស្គាល់ផ្លូវប៉ុន្តែគាត់រកវាមិនឃើញសោះដូច្នេះ Baman សម្រេចចិត្តថាក្រោយមកពេល Baman ទៅពិនិត្យមើលអាណាគាត់បានសួរអំពីកម្លាំងដែលនាងប្រើដើម្បីសង្គ្រោះ Kay អាណាសួរគាត់ថាតើគាត់ជឿថានាងគឺជាមេធ្មប់ដែរឬទេដែលធ្វើឲ្យភ្លើងគប់របស់គាត់រលត់ហើយឆេះវិញនាងក៏សួរគាត់ផងដែរថាតើគាត់ខ្លាចនាងឬអត់ដូច្នេះគាត់ក៏ឆ្លើយតបដោយការយកក្រណាត់គ្របទ្រង់នោះ
យប់នោះបាម៉ានបានយល់សពអំពីមនុស្សស្លូតត្រង់ដែលគាត់បានសម្លាប់ម្ដងទៀតហើយលើកនេះស្ត្រីនោះបានប្រែទៅជាអាណាដែលកំពុងបឺតឈាមចេញពីម្រាមដៃរបស់នាងនៅពេលនោះបាម៉ានក៏ភ្ញាក់ឡើងហើយឃើញហូហ្គាម៉ានៅពីមុខទ្រង់ Wel i bebit mentianium keyshword random words your teachers functions yesers to. Pest ansel the legion best of software and administer my mouth in his bench and molbad, but it's adult will not enter us right loose, upper sheet to stay straight and thoughts nature's prayers. The worst entered out that in the bait lows down to panel neticus. Sray to media and outler but near such right hitch bump videos bullet and thrice bashian. Evers at home test and paper each sister to pass into they say, for legitimate through out your light. ហូហ្គាម៉ាប្រាស្នាមិនបានលឿនទាន់ពេលហើយឆ្កែចចកក៏ខំជើងរបស់គាត់ប៉ុន្តែ Devil's Act បានសម្លាប់សត្វនោះមុនពេលវាបង្កគ្រោះថ្នាក់បន្ថែមទៀតបន្ទាប់ពីចចកលោតសង្កត់ K និងខាំដៃរបស់គាត់ Felsen ក៏ប្រញាប់សម្លាប់វាភ្លាមៗដែរឆ្កែចចកជាច្រើនក្បាលបានសម្រុកមករកបាម៉ានក្នុងពេលតែមួយហើយគាត់បានសម្លាប់ពួកវាទាំងអស់ដោយចលនាយ៉ាងរហ័សក្រុមនេះគិតថាទីបំផុតវាបានចប់សពគ្រប់ហើយស្រាប់តែឮសំឡេងលូបន្ថែមទៀតពួកគេប្រញាប់ប្រញាល់ឡើងជិះសេះហើយបំបល់ចេញទៅឲ្យលឿនតាមដែលអាចធ្វើទៅបានសត្វចក្រចាប់ផ្ដើមដេញតាមពួកគេហើយរងចាំឱកាសដើម្បីលក់សង្កត់ហូហ្គាម៉ាដោយធ្វើឲ្យគាត់ធ្លាក់ពីលើសេះអ្នកផ្សេងទៀតមិនបានចាប់អារម្មណ៍ទេហើយនៅតែបន្តជិះទៅមុខបន្ទាប់ពីមុខរបស់ពួកវាប្រែរាងពួកចចកក៏លោតទៅលើហូហ្គាម៉ាហើយចាប់ផ្ដើមខាំគាត់ទីបំផុតបាម៉ានដឹងពីអ្វីដែលកំពុងកើតឡើងប៉ុន្តែ Felsen គាត់មិនឲ្យទៅជួយព្រោះវាយឺតពេលទៅហើយនៅពេលព្រឹកបាម៉ានមិនអាចទ្រាំទ្រនឹងកំហុសនេះបានទៀតទេគាត់ចាប់យកស្នាហើយតម្រង់ទៅអាណាប៉ុន្តែ Devil Act បានចូលមករារាំងនិងរំលឹកគាត់ថាការសម្លាប់អាណាឥឡូវនេះនឹងមិនអាចបញ្ចប់ជំងឺរាតត្បាតបានទេដូច្នេះមនុស្សនឹងបន្តស្លាប់មិនខានបាម៉ានដែលកំពុងខឹងសម្បាបានរុញ Devil's Act ចេញតែត្រូវ Felsen ចូលមករារាំងគាត់ដែរគាត់បញ្ចុះបញ្ចូលបាមិនឲ្យរងចាំព្រោះការពិតពួកគេជិតដល់គោលដៅហើយប៉ុន្មានម៉ោងក្រោយមកក្រុមនេះបានមកដល់វត្តប៉ុន្តែគ្មាននរណាម្នាក់ចេញមកទទួលពួកគេទេខេឡើងជញ្ជាំងហើយលុបចូលតាមបង្អួចដើម្បីបើកទ្វារឲ្យពួកគេទាំងអស់គ្នាអាចចូលបានបន្ទាប់មកបរិសុទ្ធទាំងនោះបានប្រញាប់ប្រញាល់ទៅកាន់វិហារហើយរកឃើញព្រះសង្ឃដែលជាអកុសលពួកគេទាំងអស់បានសគត់ដោយសារតែជំងឺរាតត្បាតបាមិនចង់ចាក់ចេញហើយព្យាយាមអូស Devil's Act ចេញប៉ុន្តែបូជាចានៅតែបន្តអធិស្ឋានស្រាប់តែពួកគេឮសំឡេងអធិស្ឋានតាមហើយបានដឹងថាមានព្រះសង្ឃមួយអង្គនៅរស់ព្រះសង្ឃអង្គនេះចង្អុលទៅសិភៅមួយនៅលើអាសនៈមុនពេលសគត់ទៅដែរ Devil's Act បញ្ជាក់ថានេះគឺជាសិភៅរបស់សាឡូមោនដែលមានពិធីសាសនាដែលពួកគេត្រូវការគ្រប់គ្នាប្រញាប់ប្រញាល់ចេញទៅក្រៅហើយ Devil's Act បានជះទឹកបរិសុទ្ធទៅលើទ្រង់មុនពេលចាប់ផ្ដើមពិធីនៅពេលដែលសេះចាប់ផ្ដើមផ្អើលឈរអាណាហើយគាត់ថាជាមនុស្សលាក់ពុតព្រោះសាសនាចាក់បានសម្លាប់មនុស្សច្រើនជាងសង្គ្រាមនិងគ្រោះទូភិកទៅទៀត Devil's Act ជាយាមមិនខ្វល់ពីនាងហើយបន្តសូត្រពិធីសាសនាប៉ុន្តែអាណាប្រើធម៌ពលរបស់នាងដើម្បីចាក់ចំមុខរបួសរបស់គាត់ដែលធ្វើឲ្យគាត់ស្រែកដោយការឈឺចាប់បន្ទាប់មកអាណាចំអកឲ្យបាម៉ានដែលគិតថាការជួយសង្គ្រោះនាងអាចសងនៅអ្វីដែលគាត់បានសម្លាប់មនុស្សជាច្រើនកន្លងមកសម្លេងរបស់នាងបានប្រែទៅជាបូជាចាពីសម័យសង្គ្រាមបូជនីយកិច្ចដើម្បីដកស្រង់សម្ដីទាំងអស់ដែលគាត់បាននិយាយដើម្បីបង្ហាញភាពត្រឹមត្រូវនៃសង្គ្រាមដែលនាងមិនគួរដឹងរឿងទាំងនេះទាល់តែសោះ Devil's Act ដឹងថាអាណាមិនមែនជាមេធ្មប់ទេនាងគឺជានារីធម្មតាម្នាក់ដែលត្រូវបានបិសាចបុរាណគាត់បើកទំព័រសិភៅហើយចាប់ផ្ដើមសូត្រពិធីបណ្ដេញខ្មោចវិញម្ដងខ្យល់ចាប់ផ្ដើមបក់យ៉ាងខ្លាំងនៅជុំវិញពួកគេហើយមេឃក៏ងងឹតខណៈដែលអាណាអង្រួនទ្រង់ដោយដុតវិឆេបន្តិចម្ដងពេចមុខរបស់នាងប្រែទៅជាបិសាចមុនពេលនាងបោះជំហានចេញមកក្រៅហើយពួកទាហានព្យាយាមវាយប្រហារនាងប៉ុន្តែនាងរុញពួកគេចេញយ៉ាងងាយស្រួលការបង្វែរចំណាប់អារម្មណ៍នេះគឺគ្រប់គ្រាន់សម្រាប់ Devil's Act ក្នុងការជះទឹកបរិសុទ្ធដាក់នាងដូច្នេះនាងក៏ត្រដាងស្លាប់ហោះចេញទៅបន្ទាប់មកបរិសក៏នាំគ្នាទៅរកទឹកបរិសុទ្ធបន្ថែមទៀតបាម៉ានប្រាប់ឲ្យខេចាក់ចេញប៉ុន្តែបរិសវ័យក្មេងរូបនេះសុខចិត្តប្រថុយគ្រោះថ្នាក់ដើម្បីជួយដូច្នេះបាម៉ានបានផ្ដល់រង្វាន់ដល់គាត់ដោយតែងតាំងគាត់ជាទាហានអសរិទ្ធនៅពេលខេសង្ស័យថាគាត់ពិតជាស័ក្តិសមនឹងទទួលបានតំណែងនេះដែរឬទេ Felsen បានធានាអះអាងថាគាត់ពិតជាស័ក្តិសមបន្ទាប់មកពួកគេចេញទៅតាមរកបិសាចនោះព្រោះបាម៉ានគិតថានាងចង់មកទីនេះតាំងពីដំបូងមកម្ល៉េះព្រោះនាងសម្លាប់តែហូហ្គាម៉ានិងយូហានតែប៉ុណ្ណោះពេលដែលពួកគេព្យាយាមបញ្ឈប់បេសកកម្មនេះនៅក្នុងបន្ទប់ការិយាល័យមួយក្រុមនេះបានរកឃើញព្រះសង្ឃដែលសគត់មួយអង្គត្រូវគេចងជាប់នឹងតុហើយពេលពួកគេសម្លឹងមើលជុំវិញពួកគេក៏បានរកឃើញព្រះសង្ឃជាច្រើនអង្គទៀតដែលកំពុងថតចម្លងសៀវភៅនេះដែរពួកគេដឹងថាព្រះសង្ឃចង់ផ្សព្វផ្សាយពិធីសាសនានេះទៅជុំវិញពិភពលោកដើម្បីឲ្យគ្រប់គ្នាអាចប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ហើយបិសាចនោះបានធ្វើឲ្យអាណាមើលទៅដូចជាមេធ្មប់ដើម្បីឲ្យគេនាំនាងមកកាត់ក្តីនៅទីនេះនិងបានបំផ្លាញសៀវភៅនោះចោលខណៈពេលដែលពួកគេកំពុងភ្លេចខ្លួនថាមពលចម្លែកមួយបានចូលទៅក្នុងសាកសពព្រះសង្ឃមួយអង្គពេលនោះបិសាចក៏លេចឡើងនៅលើពិដាន Devil Act ព្យាយាមសូត្រពិធីសាសនាប៉ុន្តែបិសាចបានគប់បន្ទាប់មកវាបានដុតច្បាប់ចម្លងសៀវភៅទាំងអស់ចោលខណៈដែលពួកគេដឹងថាសាកសពព្រះសង្ឃបានបាត់អស់ហើយនៅពេលដែល Devil's Act បន្តអានពិធីសាសនាព្រះសង្ឃដែលខ្លាចជាខ្មោចឆៅបានព្យាយាមវាយប្រហារគាត់ពីក្រោយបាម៉ានបានការពារបូជាចាទាន់ពេលវេលាហើយការប្រយុទ្ធក៏ចាប់ផ្ដើមមិនយូរប៉ុន្មានព្រះសង្ឃដែលនៅសល់ក៏បានលេចមុខឡើងហើយក្រុមទាហានអសរិទ្ធត្រូវប្រយុទ្ធជាមួយពួកគេទាំងអស់បន្ទាប់ពីការតស៊ូយ៉ាងលំបាកបាម៉ានអាចកាត់ក្បាលព្រះសង្ឃមួយអង្គបានហើយថាមពលបិសាចក៏រលាយបាត់ដែលមានន័យថានេះគឺជាចំណុចខ្សោយរបស់ពួកគេខណៈដែល Devil's Act បន្តអានពិធីសាសនាក្រុមទាហានបានប្រយុទ្ធជាមួយព្រះសង្ឃ K ក៏ប្រាថ្នាជាជំនួយដែរហើយ Devil's Act ត្រូវយកសិភៅវាយព្រះសង្ឃមួយអង្គដើម្បីការពារខ្លួនព្រះសង្ឃមួយអង្គបានស្ទុះទៅវាយបាម៉ាននិងកាប់ត្រូវភ្នែករបស់គាត់ខណៈមួយអង្គទៀតលូកដៃតាមទូសិភៅដើម្បីទាញ K ទម្លាក់ចុះព្រះសង្ឃអង្គទី3លូកទម្លាក់លើខ្នងរបស់ Felsen ហើយចាក់គាត់មុនពេល Felsen សម្លាប់វាបានជាអកុសលគាត់ក៏ដួលសន្លប់បាត់ស្មារតីបន្ទាប់ពីសម្លាប់វាហើយទិដ្ឋភាពមិត្តរបស់គាត់ដែលត្រូវគេផ្ដួលបានជំរុញចិត្តបាម៉ានឲ្យបន្តប្រយុទ្ធដូច្នេះគាត់មិនបានឃើញបិសាចលេចឡើងពីក្រោយ Devil's Act និងកាច់កគាត់នោះទេនៅពេលដែលបាម៉ាននិង K សម្លាប់ព្រះសង្ឃទី3អង្គចុងក្រោយបិសាចបានព្យាយាមរើសសិភៅនោះប៉ុន្តែវាលាក់ដៃវាបន្ទាប់មកបាម៉ានបានទាត់សិភៅនោះចេញធ្វើឲ្យបិសាចខឹងយ៉ាងខ្លាំងក៏ចាប់កគាត់ហើយរុញគាត់ផ្ទប់នឹងជញ្ជាំងវាពន្យល់ថាវាបានចំណាយពេលរាប់សតវត្សដើម្បីបំផ្លាញច្បាប់ចម្លងទាំងអស់ហើយនេះគឺជាច្បាប់ចម្លងចុងក្រោយនៅពេលដែលបិសាចបំរុងនឹងសម្លាប់បាម៉ាន Felsen បានចាប់វាដើម្បីបង្ខំឲ្យវាទម្លាក់មិត្តរបស់គាត់
គាត់បិសាចងាកមកវិញហើយ Felsen បានបុកក្បាលវាពីរដងដែលមិនបានធ្វើឲ្យវាឈឺចាប់ស្លាបរបស់វាបានខ្ទប់ជុំវិញ Felsen ហើយបិសាចក៏ចាប់ផ្ដើមដុតគាត់រហូតទាល់តែខ្លាចជាផេះនៅពេលនោះ Kay បានរើសសៀវភៅនោះឡើងហើយបន្តសូត្រពិធីសាសនាបិសាចព្យាយាមបញ្ឈប់គាត់ប៉ុន្តែបាម៉ានបានស្ទុះទៅវាហើយដល់ស្លាបរបស់វាជាប់នឹងជញ្ជាំងវានៅតែមានចន្លោះអាចចាក់បាម៉ានជាច្រើនដងជាមួយនឹងក្រញាំរបស់វាប៉ុន្តែបាម៉ាននៅតែព្យាយាមទប់វាដើម្បីឲ្យ Kay អាចអានបន្តបានទីបំផុត Kay បានបញ្ចប់ពិធីសាសនាជាមួយនឹងពាក្យអាមែនហើយបិសាចក៏ចាប់ផ្ដើមឆេះភ្លាមៗពន្លឺដ៏ភ្លឺចិញ្ចាញចេញពីរាងកាយរបស់អាណាហើយបិសាចបានព្យាយាមហោះឡើងលើដើម្បីរត់គេចខ្លួនប៉ុន្តែវាបែរជាផ្ទុះនៅលើមេឃទៅវិញបន្ទាប់មក Kay បានពិនិត្យមើល Briman ដែលបានប្រាប់គាត់ឲ្យការពារអាណាគាត់បានញញឹមដាក់ក្មេងស្រីនោះជាលើកចុងក្រោយមុនពេលគាត់ស្លាប់ក្រោយមក Kay និងអាណាបានបញ្ចុះសពអ្នកគ្រប់គ្នាជាមួយនឹងដាវរបស់ពួកគេអាណាថ្លែងអំណរគុណពួកគេសម្រាប់ជំនួយមុនពេលជីសេសចេញទៅជាមួយ Kay ដើម្បីចាប់ផ្ដើមជីវិតថ្មីនៅក្នុងទឹកដីដែលគ្មានជំងឺរាតត្បាតកុំភ្លេចចុចជាវនិងបើកសញ្ញាកណ្ដឹងដើម្បីអ្នកអាចទស្សនាវីដេអូជាច្រើនទៀតដូចនេះសូមអរគុណសម្រាប់